ស្ត្រីម្នាក់កំពុងតែដេកស្រាប់តែលេចចេញកន្ទុយពោះរបស់នាងដោយចៃដន្យដូចមិននឹកស្មានថាកូនប្រុសតែនាងខំចិញ្ចឹមអីបាច់ជាច្រើនឆ្នាំបែរជាយកកាំបិតមកចង់សម្លាប់នាងចិត្តនាងត្រូវខ្ទេចខ្ទីនៅពេលនោះនាងបានយំនឹងខូចចិត្តយ៉ាងខ្លាំងបន្ទាប់មកនាងក៏ចាក់ចេញទៅតែមុននឹងចាក់ចេញនាងបានដុតវិមានរបស់នាងចេះអស់គ្មានសល់តែកូនប្រុសនៅពេលដែលបាត់បង់អ្វីទាំងអស់ទើបគេភ្ញាក់ខ្លួនរាល់ថ្ងៃគេត្រូវដេកតាមចិញ្ចឹមផ្លូវនឹងដើរសុំទានគេដើម្បីចិញ្ចឹមជីវិតកាលពីព្រេងនាងនៅលើភ្នំមួយដែលគេហៅថាភ្នំត្រឡាចហើយនៅលើភ្នំនោះមានពស់មួយក្បាលបានតាំងសេរាប់ពាន់ឆ្នាំទីបំផុតថ្ងៃមួយគេក៏អាចក្រឡាខ្លួនទៅជាមនុស្សបាននាងក៏បានដើរទៅច្រាំងទន្លេដើម្បីឆ្លុះមើលរូបរាងរបស់ខ្លួនបន្ទាប់មកនាងក៏ហោះឡើងទៅលើដើម្បីមើលទេសភាពព្រៃភ្នំវិហារនិងផ្ទះអ្នកភូមិភ្លាមមនុស្សនាងក៏ប្រទះឃើញក្មេងប្រុសម្នាក់នៅខាងក្រោមដែលកំពុងតែយំអោបដេកតួមួយដុំទ្រាំមិនបានក៏ចុះមកដើម្បីសួរនាំក្មេងប្រុសមានឈ្មោះថាសៀវបាវឪពុកម្ដាយរបស់គេបានស្លាប់ចោលគេតាំងពីគេនៅតូចម្លេះដោយសារតែគេនឹកឪពុកម្ដាយរបស់គេខ្លាំងពេកបានជាគេមកយំនៅភ្នូររបស់គាត់ទីនេះនាងបានឃើញរាងកាយរបស់គេមានសុទ្ធតែស្នាមរបួសពេលនោះនាងមានអារម្មណ៍អាណិតជាខ្លាំងនាងក៏បានសួរនាំទើបដឹងថាការពិតសៀវប៉ាវគឺត្រូវបានពូនឹងមីងរបស់យកមកចិញ្ចឹមហើយពូនឹងមីងរបស់គេតែងតែវិដំណឹងស្ដីបន្ទោសឲ្យគេដោយសារតែនាងមានសន្តានចិត្តល្អពេលឃើញដូច្នេះនាងពិតជាពិបាកទ្រាំជាខ្លាំងក៏សម្រេចចិត្តយកគេដើម្បីទៅចិញ្ចឹមនាងក៏ឲ្យសៀវប៉ាវហៅនាងថាម៉ែនាងក៏បាននាំសៀវប៉ងហោះឡើងទៅលើនាងគិតថានឹងរកអីមកឲ្យសៀវបាវញ៉ាំមួយសន្ទុះក្រោយមកក៏ដល់ហាងបាយមួយនៅពេលដែរម្ចាស់ហាងឃើញខោអាវចាស់នឹងប្រហែករបស់សៀវប៉ាគេក៏គិតថាជាអ្នកសុំទានរួចក៏ដេញសៀវប៉ាវឲ្យចេញទៅក្រៅនាងក៏ប្រញាប់រត់ទៅអប់នឹងលួងលោមសៀវប៉ាវយ៉ាងរហ័សនឹងប្រាប់សៀវប៉ាវថាជាមនុស្សប្រុសមិនត្រូវស្រក់ទឹកភ្នែកនេះនោះទេហូបបាយរួចរាល់ហើយនាងក៏នាំសៀវប៉ាវឡើងទៅលើភ្នំស្រឡាយនាងក៏បានប្រើដៃទាំងពីររបស់នាងជប់ពីមានមួយយ៉ាងធំស្កឹងស្កៃសៀវប៉ាវដែលធ្លាប់តែរងទុក្ខវេទនាតាំងពីកើតមកមិនដែលឃើញផ្ទះដ៏ធំអស្ចារ្យបែបនេះគេក៏បានសប្បាយរីករាយនឹងលោតលេងនៅក្នុងទីធ្លាផ្ទះអស់រយៈពេលប្រហែលកន្លះថ្ងៃក្មេងដែលធ្លាប់តែកំសត់និងរងទុក្ខវេទនាមួយប្រពេចភ្នែកគេក៏បានខ្លាយជាកូនប្រុសអ្នកមានអ្វីក៏មិនខ្វះរាល់ថ្ងៃគេរៀនអាននិងសរសេរអក្សរជាពិសេសគេមានម្ដាយម្នាក់ដែលស្រឡាញ់ថ្នាក់ថ្នមគេនិងតែងតែនៅក្បែរគេកំដរគេនិងបង្រៀនក្បាច់គុណដល់គេ10ឆ្នាំកន្លងផុតទៅមួយប្រពេចភ្នែកពីក្មេងប្រុសម្នាក់ខ្លាយជាមនុស្សពេញវ័យប៉ុន្មានឆ្នាំមកនេះពិតជាមានក្តីសុខនិងសុភមង្គលជាទីបំផុតគេស្ទើរតែភ្លេចទៅហើយថាគេកាលពីកុមារភាពជាក្មេងក្រីក្រថ្ងៃនេះម្ដាយបានលើកតែទឹកដោះគោមកហើយគេផឹកដើម្បីបំបត្តិស្រេកហើយម្ដាយគេក៏បានសួរគេក្នុងន័យដាស់សិតថាតើគេចាំបានទេកាលពីតូចលំបាកយ៉ាងម៉េចខ្លះក៏ប៉ុន្តែសៀវប៉ាវស្ដាប់ហើយបែរជាក្រវីក្បាលហើយបាននិយាយថាគេមិនចាំនោះទេពេលនោះម្ដាយក៏បានដាស់តឿនគេទៀតថាធ្វើមនុស្សកុំភ្លេចកំណើតឲ្យសោះពេលនោះសៀវប៉ាវប្រញាប់ឆ្លើយបាត់ភ្លាមនិងសន្យាជាមួយម្ដាយថាគេមិនភ្លេចអតីតកាលរបស់គេជាឡើយនៅពេលដែលពួកគេកំពុងជិះគ្នាអ្នកមើលការខុសត្រង់ក្នុងផ្ទះក៏បានរត់មកដើម្បីរាយការណ៍ថាពូមីងរបស់សៀវប៉ាវបានមកលេងការពិតគេបានស៊ើបដឹងថាសៀវប៉ាវបានរស់នៅក្នុងជីវភាពជាកូនអ្នកមានស្តុកស្តម្ភក៏ធ្វើជាមកលេងហើយក៏បន្លំធ្វើជាទាមទារគុណសម្បត្តិដែរធ្លាប់ចិញ្ចឹមសៀវប៉ាវប៉ុន្តែពេលនេះសៀវប៉ាវគេបានទម្លាប់រស់នៅក្នុងជីវភាពជាកូនអ្នកមានហឺហាទៅហើយគេក៏បានអួតអំពីទ្រព្យសម្បត្តិម្ដាយរបស់គេទៅកាន់ពូនឹងមីងហើយគេថែមទាំងផ្ដល់មាសយ៉ាងច្រើនដោយមិនតាក់ស្ទើរទៅដល់ពួកអ្នកទាំងពីរនាងជាម្ដាយពេលឃើញអាកប្បកិរិយារបស់កូនដូច្នោះក៏មានអារម្មណ៍ថាខកចិត្តជាខ្លាំងថ្ងៃមួយនាងបានសម្រាកនៅទីធ្លាខាងក្រោយផ្ទះនាងក៏ធ្វើឲ្យជីលេចចេញកន្ទុយពោះរបស់នាងដោយចិត្តណាគោលបំណងគឺដើម្បីសាកចិត្តកូនប្រុសរបស់នាងសៀវប៉ាវមិនយូរប៉ុន្មាននាងរបស់សៀវប៉ាវក៏បានឃើញរឿងតែគួរឲ្យខ្លាចនេះធ្វើឲ្យនាងភ័យស្ទើរតែលុករលឹងគេក៏បានរត់មកប្រាប់សៀវប៉ាវនឹកស្មានមិនដល់នៅពេលដែរសៀវប៉ាវឃើញរឿងអស់ទាំងនេះគេបែរជាភ្លេចហើយថានាងគឺជាអ្នកមានគុណដែលចិញ្ចឹមបីបាច់ថែរក្សាគេជាច្រើនឆ្នាំមកនេះគេក៏បានទាញកាំបិតមកដើម្បីសម្លាប់ម្ដាយចិញ្ចឹមរបស់គេនាងដេកស្ដាប់ឬពួកគេជ័យគ្នាក្នុងចិត្តរបស់នាងពិតជាឈឺចាប់នាងទ្រាំមិនបានក៏ងើបចេញមកដោយកំហឹងទីបំផុតនាងក៏បានចាក់ចេញពីទីនោះទាំងក្តីខុសបំណងនឹងឈឺចាប់ហើយចំពោះមនុស្សដែលរមើលគុណដូចជាគេនេះគេអាចធ្វើបានគ្រប់យ៉ាងសម្បីតែជាអ្នកមានគុណដែលរកជួយស្រោចស្រង់ទេឲ្យរួចផុតពីទុក្ខវេទនានៅតែគេហ៊ានលើកដៃរកប្រហារអញ្ចឹងហើយបានជាពាក្យចាស់លោកពោលថាមនុស្សជួយបានតែខ្លួនទេតែមិនអាចជួយកែសន្តានរបស់គេបានឡើយនៅពេលដែលឃើញវិមានឆេះយ៉ាងសន្ធោសន្ធៅសៀវប៉ាវគេក៏បានដឹងថាគេបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមកដែលមិនអាចលើកលែងបានក្នុងចិត្តក៏បានពោពេញដោយការសោកស្ដាយនឹងកំហុសដ៏ធំមួយនេះគេក៏បានក្លាយជាមនុស្សបាក់ទឹកចិត្តទាំងខ្លួនគេមានចំណេះវិជ្ជានិងក្បាច់គុណតែគេមិនអាចប្រើវាដើម្បីរកប្រាក់ចិញ្ចឹមជីវិតនៅពេលដែលគេឃ្លានគេចេះតែដើររើសនេះរើសនោះវាហាក់ដូចជាគេកំពុងតែទទួលបានបាបកម្មដែលគេបានសាងក្នុងមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះគេក៏វិលទៅរកភាពក្រីក្រដោយកាលពីកុមារភាពវិញក្នុងចិត្តរបស់គេពិតជានឹកឃើញពេលវេលាដែលធ្លាប់បាននៅជាមួយម្ដាយចិញ្ចឹមរបស់គេតែពេលនេះវាគ្រាន់តែជាសុបិនដ៏ស្រស់ស្អាតមួយតែប៉ុណ្ណោះវានឹងមិនអាចត្រឡប់មកដូចដើមវិញឡើយ
នៅពេលដែលគេកំពុងពិបាកចិត្តគេក៏បានដើរមកភ្នូរឪពុកម្ដាយបង្កើតរបស់គេហើយក៏ស្រែកយំយ៉ាងខ្លាំងដោយមាត់និយាយសុំទោសហើយសុំទោសទៀតដោយការដឹងកំហុសគេបានសន្យាថាបើមានជាតិក្រោយគេនឹងមិនសាងឲ្យមានកំហុសជាលើកទី2ទៀតឡើយនាងពោះពេលឃើញសៀវប៉ាវមានការភ្ញាក់រលឹកដូច្នេះដោយសារតែមនោសញ្ចិត្តណាម៉ៃកូនជាង10ឆ្នាំមកហើយក៏បានធ្វើឲ្យនាងចិត្តទន់ព្រោះនាងបានចាត់ទុកសៀវប៉ាវជាកូនបង្កើតរបស់នាងតាំងពីយូរមកហើយដូច្នេះពួកគេទាំងពីរអ្នកម៉ៃកូននិងស្វារបស់គេក៏បានត្រឡប់ទៅភ្នំត្រឡាចម្ដងទៀតបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជាច្រើនមកសៀវប៉ាវក៏បានចងចាំការបង្រៀនរបស់ម្ដាយគេក៏បានប្រើដៃទាំងគូរបស់គេដើម្បីប្រកបរបរចិញ្ចឹមជីវិតគេបានក៏បានប្រឹងប្រែងធ្វើការតាំងពីថ្ងៃរះរហូតថ្ងៃលិចគេបានប្រកបរបរធ្វើស្រែចម្ការនិងបងសម្លាញ់ចាប់ត្រីហើយទីបំផុតគេក៏បានជួបមនុស្សស្រីដែលគេស្រឡាញ់ហើយគេក៏បានរៀបការជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់នោះហើយប្តីប្រពន្ធរបស់គេទាំងពីរក៏សុទ្ធមានចិត្តកតញ្ញូចំពោះម្ដាយឃើញកូនប្រុសមានសមត្ថភាពនិងចេះស្រឡាញ់ថែទាំគ្រួសារនាងពិតជាសប្បាយចិត្តណាស់នាងក៏បាននឹកឃើញសុភាសិតមួយបានពោលថាបើចង់ជួយគេកុំយកត្រីទៅឲ្យគេហូបតែត្រូវបង្រៀនគេឲ្យចេះពីរបៀបចាប់ត្រីធ្វើយ៉ាងនេះទើបអាចជួយគេឲ្យមានត្រីហូបរាល់ថ្ងៃ